នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹង5ចំណុចដែលអ្នកប្រើប្រាស់កម្មវិធី Microsoft Word យើងគួរតែកំណត់មុនការប្រើប្រាស់អញ្ចឹងទី1គឺអ្នកទាំងអស់គ្នាត្រូវដាក់ roller នៅលើកម្មវិធី Microsoft Word របស់យើងអញ្ចឹងដើម្បីដាក់ roller អ្នកទាំងអស់គ្នាចូលមកកាន់ view ហើយបន្ទាប់មកអ្នកទាំងអស់គ្នា tick នៅកន្លែង roller នេះអញ្ចឹងបើខ្ញុំ tick ហើយខ្ញុំមិនចាំបាច់ tick ទេបើសិនបើអ្នកទាំងអស់គ្នាអត់ tick ទេវាបង្ហាញបែបនេះអញ្ចឹងមានន័យថាក្នុងកម្មវិធីរបស់យើងនឹងអត់មាន roller ទេអញ្ចឹង roller នេះវាមានសារៈសំខាន់នៅពេលដែលយើងប្រើប្រាស់ tool ផ្សេងតទៅមុខទៀតអញ្ចឹងចំណុចទី2អញ្ចឹងចំណុចទី2អ្នកទាំងអស់គ្នាត្រូវកំណត់ text binary អញ្ចឹងដើម្បីដាក់ឬក៏ដោះ text binary បានអ្នកទាំងអស់គ្នាចូលមកកាន់ file ត្រង់នេះតើមកអ្នកទាំងអស់គ្នា scroll ក្រោមយកពាក្យថា option បាទតើមកយើងយកពាក្យថា advanced កន្លែងនេះបាទហើយតើមកយើងអូសមកក្រោមបន្តិចចឹងរហូតមកដល់កន្លែងនេះ show text binary ចឹងយើងអាចធ្វើការ text នៅលើ show text binary នេះមកដើម្បីបង្ហាញនៅបន្តិចចុចទេណាបាទតែមកខ្ញុំចុច OK ចឹង text binary នេះគឺវាបង្ហាញយើងតើតូនជាមួយនឹងដែនកំណត់ឬក៏ទំហំនៃការវាយក្តារកិច្ចការរបស់យើងហ្នឹងយើងអាចវាយបានពីត្រឹមណាដល់ត្រឹមណាហើយវាក៏បង្ហាញតើតើមួយ machine ដែលនៅសល់នៅលើក្តារកិច្ចការរបស់យើងផងដែរចំណុចទី3អ្នកទាំងអស់គ្នាត្រូវកំណត់ហ្នឹងគឺយើងត្រូវកំណត់ຂະຫນាតនៅក្នុងកម្មវិធី Microsoft Word ដូចគ្នាຂະຫນាតអាចជាសង់ទីម៉ែត្រអាចជាម៉ែត្រឬក៏អាចជាអ៊ីញអញ្ចឹងទៅអញ្ចឹងដើម្បីកំណត់ຂະຫນាតអ្នកទាំងអស់គ្នាចូលមកកាន់ file ដូចគ្នាបាទតើមកយើងយកពាក្យថា option ដូចគ្នាបាទតើមកយើងត្រង់កន្លែងនេះយើងយក advancedតែមកអ្នកទាំងអស់គ្នា scroll មកក្រោមបាទរហូតដល់ឃើញកន្លែងនេះតែនេះគឺជាຂະຫນាតអញ្ចឹងជាទូទៅកម្មវិធី Microsoft Word របស់យើងបើសិនជាយើងអត់បានកំណត់ទេ default នៃຂະຫນាតរបស់វាគឺគិតជា inch អញ្ចឹងយើងពិបាកក្នុងការកំណត់សង់ទីម៉ែត្រនៅលើក្តារកិច្ចការរបស់យើងអញ្ចឹងខ្ញុំដូរវាទៅជាសង់ទីម៉ែត្រមកដើម្បីងាយស្រួលក្នុងការកំណត់ក្តារកិច្ចការផ្សេងបាទតែមកអ្នកទាំងអស់គ្នាចុចពាក្យថា OK បាទឥឡូវយើងបានកំណត់ roller text binary ហើយនិងຂະຫນាតនៅក្នុងកម្មវិធី Microsoft Word អញ្ចឹងចំណុចទី4គឺតកតងជាមួយនឹងការកំណត់ក្តារកិច្ចការអញ្ចឹងដើម្បីកំណត់ក្តារកិច្ចការបានអ្នកទាំងអស់គ្នាចូលមកកាន់ layout បាទនៅត្រង់នេះអ្នកទាំងអស់គ្នាចូលមកកាន់ page setup បាទអញ្ចឹងនៅត្រង់ចំណុចនេះគឺជាទី1គឺជា machine អញ្ចឹង machine default របស់វាជាទូទៅមុននឹងយើងកំណត់ដូច default របស់វាដូច 2.54 សង់ទីម៉ែត្រខាងលើខាងក្រោមខាងឆ្វេងនិងស្ដាំគឺ 2.54 នឹងអស់អញ្ចឹងយើងអាចកំណត់ machine មានន័យថាគែមក្តារដែលនៅសល់អញ្ចឹងយើងអាចដាក់កំណត់ថា2សង់ទីម៉ែត្រទាំងអស់អញ្ចឹងទៅដើម្បីងាយស្រួលក្នុងការធ្វើកិច្ចការនៅពេលក្រោយអញ្ចឹងខ្ញុំ copy មក paste វាចូលបាទ paste វាចូលអញ្ចឹងនៅត្រង់នេះ cutter គឺយើងមិនចាំបាច់ដូរទេសង់0សង់ទីម៉ែត្រហើយ cutter position គឺ left ក៏មិនបាច់ប៉ះពាល់វាដែរហើយមួយទៀតតទៅជាមួយនឹងតម្រងក្តារកិច្ចការយើងជាក្តារផ្ដិឬក៏ក្តារបញ្ឈរអញ្ចឹងជាទូទៅយើងយកក្តារបញ្ឈរណាអូខេបាទបន្ទាប់មកអ្នកទាំងអស់គ្នាចូលមកកាន់ page paper ដើម្បីកំណត់ប្រភេទក្តារកិច្ចការរបស់យើងអញ្ចឹងជាទូទៅគឺយើងកំណត់យកក្តារ A4 អញ្ចឹងយើងយកមក A4 បាទហើយបន្តមកទៀតប្រសិនបើអ្នកទាំងអស់គ្នាចុចតា OK តែម្ដងអញ្ចឹងមានន័យថាយើងកំណត់តែម្ដងឯងអញ្ចឹងនៅពេលយើងបើកក្តារកិច្ចការនៅពេលក្រោយយើងត្រូវការកំណត់ម្ដងទៀតប៉ុន្តែបើសិនបើគ្នាយើងចង់កំណត់វាចាប់រហូតអញ្ចឹងអ្នកទាំងអស់គ្នាចុចកន្លែងនេះចុចពាក្យថា set as default អញ្ចឹងយើងយកពាក្យ yes មកអានឹងមានន័យថានៅពេលដែលយើងបើកក្តារកិច្ចការរបស់យើងមកគឺ setting ដែលយើងបានកំណត់មិញគឺវាចាប់រហូតអញ្ចឹងខ្ញុំចុចពាក្យថា yes បាទហើយបន្តមកទៀតចុងក្រោយគឺតកតងជាមួយនឹងការកំណត់ប្រភេទ font នៅពេលដែលយើងវាយណាអញ្ចឹងវាអាចយើងវាយជាភាសាអង់គ្លេសហើយនិងភាសាខ្មែរអញ្ចឹងដើម្បីកំណត់ប្រភេទ font អង់គ្លេសយើងវាយអីហើយខ្មែរយើងវាយ font អីអ្នកនរគ្នាចូលមកកាន់ home ហើយកន្លែង font នេះយើងចុចសញ្ញាព្រួយកន្លែងនេះមកបាទអញ្ចឹងជាទូទៅយើងអាចកំណត់មកអញ្ចឹងជាទូទៅយើងអាចវាយ font Times New Roman ឬក៏ font ផ្សេងដែលអាស្រ័យទៅលើតម្រូវការឬក៏ចំណង់ចំណូលចិត្តរបស់បងប្អូនបាទបន្តមកខ្ញុំយក font size 12អញ្ចឹង default របស់វាជាទូទៅ18អញ្ចឹងយើងកំណត់12ហ្នឹងមកព្រោះយើងវាធម្មតាហើយត្រង់នេះគឺជា font ខ្មែរអញ្ចឹងខ្មែរខ្ញុំវាខ្មែរបាត់ដំបងចុះបាទនេះខ្មែរ OS បាត់ដំបងបាទ
បន្ទាប់មក font size សេធម្មតាខ្ញុំសេ font size 12ដូចគ្នាបាទបន្ទាប់មកអ្នកទាំងអស់គ្នាចុចពាក្យថា set as default អញ្ចឹងដើម្បីកំណត់font ហ្នឹងឲ្យជាប់ជាមួយនឹងក្រដាសកិច្ចការរបស់យើងរហូតអញ្ចឹងខ្ញុំយកពាក្យថា all document នៅពេលដែលយើងបើកមកគឺ font របស់យើងអង់គ្លេសគឺយើងវា font Times New Roman ហើយភាសាខ្មែរយើងវា font ខ្មែរ OS បាត់ដំបងអញ្ចឹង font size 12ដូចគ្នាតែមកខ្ញុំចុច OK បាទហើយបន្តមកទៀតឥឡូវខ្ញុំសាកបិទកម្មវិធីរបស់យើងសិនបាទឥឡូវយើងបើកមើលម្ដងទៀតបាទ text binary យើងបានកំណត់ហើយຂະຫນາດយើងបានកំណត់ដូចគ្នាដែរហើយប្រភេទ font Times New Roman 12ឥឡូវខ្ញុំដូរទៅជាភាសាខ្មែរបាទនេះខ្មែរ OS បាត់ដំបង12អញ្ចឹងវាងាយស្រួលយើងមិនចាំបាច់កំណត់ម្ដងហើយម្ដងទៀតនៅពេលដែលយើងធ្វើកិច្ចការអីមួយនៅលើកម្មវិធី Microsoft Word របស់យើងអញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងហើយជួបគ្នានៅវីដេអូក្រោយ